វីដេអូនេះណែនាំអំពីនីតិវិធីរថយន្តឧបករណ៍ចូលចេញនិងវិធានសុវត្ថិភាពសំខាន់មុនធ្វើការសូមមើលវីដេអូនេះឲ្យចប់ពិនិត្យហានិភ័យជាមុនដើម្បីការពារគ្រោះថ្នាក់ចំណុចទូទៅដែលត្រូវអនុវត្តខាងក្រោមនេះជាចំណុចទូទៅដែលត្រូវអនុវត្តពេលរថយន្តឧបករណ៍ចូលនិងចេញពេលធ្វើការត្រូវពាក់ឧបករណ៍ការពារសុវត្ថិភាពជានិច្ចមុននិងក្រោយធ្វើការត្រូវរក្សាកន្លែងធ្វើការឲ្យស្អាតនិងមានសណ្ដាប់ធ្នាប់ការងារទាំងអស់ត្រូវធ្វើបន្ទាប់ពីទទួលបានការអនុញ្ញាតការងារពេលធ្វើការត្រូវធានាឲ្យមានផ្លូវដើរនិងកន្លែងធ្វើការគ្រប់គ្រាន់ហាមដកឬរុះរើឧបករណ៍សុវត្ថិភាពដោយគ្មានការអនុញ្ញាតហាមចូលក្នុងតំបន់ប្រតិបត្តិការរបស់ម៉ាស៊ីនធ្ងន់ចំណុចត្រូវពិនិត្យមុនធ្វើការខាងក្រោមនេះជាចំណុចដែលត្រូវពិនិត្យមុនចាប់ផ្ដើមការងារពិនិត្យថាបានពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនត្រឹមត្រូវឬអត់អ្នកបើកបរត្រូវពាក់មួកសុវត្ថិភាពស្បែកជើងសុវត្ថិភាពខ្សែក្រវ៉ាត់សុវត្ថិភាពនិងការពារជើងអ្នកណែនាំរថយន្តត្រូវមានដំបងសញ្ញាកញ្ចែឱកាសមួកសុវត្ថិភាពនិងផ្លាកសម្គាល់ពិនិត្យរថយន្តឡាយបេតុងជាមុននិងពិនិត្យថាមានបំពង់ពន្លត់អគ្គិភ័យពិនិត្យរបាំងទ្វារសំឡេងជូនដំណឹងរថយន្តមកដល់ហ្វ្រាំងនិងការលេចប្រេងអ៊ីត្រូលិកចាប់ពីពេលនេះទៅយើងនឹងពន្យល់អំពីនីតិវិធីចូលចេញរបស់ម៉ាស៊ីននីតិវិធីរថយន្តឧបករណ៍ចូលចេញអគាររោងចក្រការណែនាំរថយន្តអ្នកបើកបរបើករថយន្តឡាយបេតុងថយក្រោយចូលទៅខ្សែចាក់បេតុងក្នុងរោងចក្រពេលរថយន្តផ្លាស់ទីអ្នកបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនិងបើកយឺតពេលរថយន្តឡាយបេតុងចូលហើយមានសំឡេងជូនដំណឹងអ្នកបើកបរត្រូវឈប់រង់ចាំបន្តិចពេលឮសំឡេងជូនដំណឹងរថយន្តចូលបុគ្គលិកដែលធ្វើជាអ្នកណែនាំត្រូវបញ្ឈប់ការងារដែលកំពុងធ្វើបន្ទាប់មកផ្លាស់ប្ដូរជាសម្លៀកបំពាក់អ្នកណែនាំដែលបានរៀបចំទុកសម្លៀកបំពាក់និងឧបករណ៍អ្នកណែនាំមានដូចខាងក្រោមមួកសុវត្ថិភាពឱកាសផ្លាកសម្គាល់ដំបងសញ្ញានិងកញ្ចែបន្ទាប់ពីពាក់ឧបករណ៍រួចអ្នកណែនាំត្រូវទៅកាន់ផ្លូវចូលរថយន្តបន្ទាប់ពីបញ្ជាក់ថារថយន្តឈប់ហើយចុចប៊ូតុងលើកបាំងទ្វារអ្នកណែនាំពិនិត្យជុំវិញហើយណែនាំរថយន្តឡាយបេតុងទៅកន្លែងកំណត់បើរថយន្តផ្លាស់ទីដោយគ្មានអ្នកណែនាំអាចកើតគ្រោះថ្នាក់ត្រូវផ្លាស់ទីតាមសញ្ញាណែនាំដោយសុវត្ថិភាពបន្ទាប់ពីឲ្យរថយន្តឡាយបេតុងឈប់អ្នកណែនាំត្រូវបញ្ជាក់ជាមួយអ្នកបើកបរថាម៉ាស៊ីនបានបិទហើយបើធ្វើការដោយមិនបិទម៉ាស៊ីនត្រូវប្រយ័ត្នការប៉ះទង្គិចពីការខូចប្រតិបត្តិការរថយន្តឬការផ្លាស់ប្ដូរទម្ងន់បន្ទាប់ពីបញ្ជាក់ថាម៉ាស៊ីនបានបិទអ្នកណែនាំត្រូវដាក់ឧបករណ៍ទប់កង់អ្នកបើកបរបើកបំពង់បង្ហូររបស់រថយន្តឡាយបេតុងហើយចាក់បេតុងចូលហូបភឺបន្ទាប់ពីការងារចប់អ្នកណែនាំត្រូវដកឧបករណ៍ទប់កង់ចេញបន្ទាប់ពីចាក់បេតុងរួចអ្នកបើកបរផ្លាស់ទីតាមសញ្ញាអ្នកណែនាំហើយឈប់នៅបន្ទាត់ឈប់ទី1មុខរបាំងទ្វារបន្ទាប់ពីបញ្ជាក់ថារថយន្តឈប់ហើយអ្នកណែនាំចុចប៊ូតុងលើកបាំងទ្វារអ្នកណែនាំនាំរថយន្តឡាយបេតុងចេញទៅខាងក្រៅហើយពិនិត្យកម្មករដែលកំពុងធ្វើដំណើរនឹងរថយន្តខាងក្រៅពេលឡើងឬចុះពីយន្តអ្នកបើកបរត្រូវទប់ដៃនិងជើងឲ្យបាន3ចំណុចយ៉ាងរឹងមាំដើម្បីការពារការធ្លាក់ការធ្វេសប្រហែសតូចអាចនាំឲ្យមានគ្រោះថ្នាក់ធំសូមគោរពនីតិវិធីសុវត្ថិភាពដើម្បីអនុវត្តការងារឲ្យមានសុវត្ថិភាពនៅថ្ងៃនេះផងដែរ